Hello សូមស្វាគមន៍មកកាន់ Channel ពេជ្រសម្រាប់រឿងតែមុននឹងចូលដល់សាច់រឿងរបស់យើងមានសូមពឹងអ្នកនរគ្នាជួយចុច Subscribe ចុច Like និងចុចសញ្ញាកណ្ដឹងនៅលើវីដេអូរបស់ admin ផងដើម្បីជាការលើកទឹកចិត្តដល់ admin ហើយ admin ក៏សូមពឹងអ្នកនរគ្នាចូលទៅក្នុងក្រុមនេះម្នាក់មួយផងអាច scan ទៅលើ QR code នេះបានដើម្បីទទួលបានដំណឹងថ្មីៗពី admin អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលដល់សាច់រឿងរបស់យើងទាំងអស់គ្នារឿងនៅភាគទី23នេះក៏បានចាប់ផ្ដើមឡើងនៅពេលដែលយុនវូនិងថេយមបានដើរចេញមកខាងក្រៅសាលានោះថេយមក៏បានសួរទៅកាន់យុនវូថាតើរាងកាយរបស់ឯងយ៉ាងម៉េចហើយអូក៏រៀងមានចម្ងល់បន្តិចរួចក៏ងាកមកសួរថារឿងកាយខ្ញុំថេយមក៏បានសួរថាចង្កេះរបស់ឯងច្បាស់ជាឈឺណាស់ហើយមើលទៅយុនវូក៏បាននិយាយថាខ្ញុំអាចគ្រប់គ្រងវាបានហើយចំណែកថេយមក៏បាននិយាយបន្តទៀតថាបើខ្ញុំមើលទៅដូចជាមិនមែនអីនោះទេថេយមក៏រៀងស្ងាត់បន្តិចរួចក៏បាននិយាយថាថេយមហេតុអីឯងកិច្ចពីខ្ញុំឯងខ្លួនឯងក៏ធ្លាប់និយាយថាមិនចូលចិត្តអ្នកដែលកិច្ចមុខពីឯងដោយគ្មានហេតុផលដែរតែថេយមក្រោយពេលលើសំណួរនោះក៏រៀងស្ងាត់ក៏និយាយថារឿងនោះជាអ្វីដែលឯងចាំបានច្បាស់ល្អណាស់ខ្ញុំនិយាយបែបនេះដោយសារតែឯងមានរឿងយល់ច្រឡំគ្មានអីពាក់ព័ន្ធជាមួយឯងដែលជាអូមេហ្គាទេនេះគ្រាន់តែជាបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះការពិតខ្ញុំសង្ឃឹមថាឯងមិនមែនជាអូមេហ្គាហើយឯងគេជាមួយខ្ញុំព្រោះតែឯងមកកម្ដៅហើយខ្ញុំដឹងចឹងហើយក៏នៅតែគេជាមួយឯងទៀតទៅអត្តចរិតរបស់ថេយមនិយាយមកដូចរឿងហៃដូចជាមិនខ្វល់ព្រមទាំងបញ្ចេញក្លិនផេរ៉ូម៉ូនរបស់គេមកយ៉ាងខ្លាំងព្រមទាំងនិយាយទៅថាឥឡូវនេះខ្ញុំអាចធ្វើឲ្យឯងคล้ายជាដូចម្សិលមិញបានមិនថាឯងមានកម្ដៅឬអត់ទេខ្ញុំអាចធ្វើឲ្យឯងចង់គេងជាមួយខ្ញុំគេនិយាយបែបប្រឡាចយន់វូចឹងណាដោយបញ្ចេញក្លិនផេរ៉ូម៉ូនមកដើម្បីព្រោះអូមេហ្គាពេលដែលក្លិនផេរ៉ូម៉ូនរបស់ Alpha វាច្រើនពួកគេនឹងធ្វើឲ្យឡើងកម្ដៅទោះវាអត់ដល់វគ្គកម្ដៅក៏ដោយក៏ធ្វើឲ្យពួកគេចង់រួមភេទជាមួយនឹង Alpha អញ្ចឹងណាយមក៏និយាយបន្តទៀតថាឯងដឹងទេថាវាគួរឲ្យខ្លាចប៉ុណ្ណានោះក៏ឈោងដៃទៅព្រមទាំងនិយាយថាលីយន់វូខ្ញុំព្យាយាមចង់ប្រាប់ឯងថាទោះបីបើសិនជាឯងមិនចូលចិត្តខ្ញុំក៏គេយកដៃទៅប៉ះធ្វើរបស់យុនវូក្រុមនិយាយទៀតថាខ្ញុំនៅតែអាចធ្វើឲ្យឯងរួមភេទជាមួយខ្ញុំបានដែរអូមានអារម្មណ៍ថាថៃយំកន្លែងនោះនិយាយមកបែបឈាមត្រជាក់លក្ខណៈថាបើខ្លួនបានប្រាំវាឲ្យចង់ដោះដៃមែនយំក៏និយាយបន្តទៀតទាំងយកដៃទៅប៉ះធ្វើរបស់យុនវូក្រុមនិយាយថាបើខ្ញុំបាត់បង់ស្មារតីដូចពីម្សិលមិញរៀមដៃរបស់គេក៏នៅតែទៅប៉ះបបោមាត់របស់យុនវូរួចក៏និយាយទៀតថាខ្ញុំអាចអោបរត់ឯងទៅបង្ខំធ្វើឲ្យឯងយំឬក៏ធ្វើឲ្យឯងឈឺក៏ថាបានដែរហើយឯងនឹងស្អប់ខ្ញុំអញ្ចឹងហើយឯងក៏ទៅមើលថាអ្នកណាជាអ្នកបាត់បង់ឲ្យពិតប្រាកដនោះគេនិយាយទាំងសោយចេញមកបែបគួរឲ្យស្អប់មែនទេហ្មងហើយយុនវូពេលដែលស្ដាប់ហើយក៏និយាយថាចុះឯងមិនដែលគិតថាខ្ញុំអាចនឹងចូលចិត្តឯងទេហើយយំក៏និយាយឡើងមកថាខ្ញុំគិតប៉ុន្តែពាក្យចូលចិត្តតែក្នុងរបៀបមួយដែលខ្ញុំជាមនុស្សតែម្នាក់ដែលឯងត្រូវការពារប៉ុណ្ណោះឯងតែងតែបែបនោះតាំងពីយូរណាស់មកហើយឯងធ្វើគ្រប់យ៉ាងដែលខ្ញុំសុំហើយមិនដែលបដិសេធមិនជួយខ្ញុំម្ដងណាឡើយហើយនឹងនៃរបស់ថេយមគឺចង់មានន័យថាគាត់គិតថាយមវូចូលចិត្តគាត់តែលក្ខណៈដូចកាលពីក្មេងចូលចិត្តជួយថេយមពេលដែលថេយមពិបាកនៅពីក្មេងហើយទោះជាថេយមសុំអ្វីពីយមវូក៏ដោយក៏យមវូចេះប្រកែកតវ៉ាដែរគឺត្រូវតែស្របតាមថេយមរហូតមកហើយថេយមក៏និយាយទាំងក្តាប់ដៃឡើងមកថាវាគ្រាន់តែជាអារម្មណ៍ដែលឯងតែងតែគិតថាវាជាទូនាទីដែលឯងត្រូវធ្វើតែប៉ុណ្ណោះបញ្ចប់ត្រឹមនឹងចុះពួកយើងមកដល់ឆ្ងាយពេកហើយយមវូណាគេមើលវគ្គនឹងហើយស្អប់ថេយមខ្លះណែយមវូគ្រាន់តែលឺពាក្យសម្ដីនឹងហើយឡងភ្ញាក់ព្រឺតហ្មងយមក៏បែកខ្នងដើរចេញរួចក៏និយាយទៀតថាខ្ញុំមានអារម្មណ៍ថាខុសទើបខ្ញុំមិនគិតថាខ្ញុំអាចបន្តបែបនោះទៀតទេណែយមវូបានត្រឹមតែលើកដៃបំរុងខាត់តែក៏មិនហ៊ាននិយាយអ្វីក៏និយាយថាខ្ញុំមិនស្អប់នឹងគេជាមួយឯងទេខ្ញុំមិនមែនធ្វើបែបនោះដោយសារតែវាជាទូនាទីដែលខ្ញុំត្រូវធ្វើទេអូនិយាយទាំងមុខក៏ហមមកទៀតថាខ្ញុំគ្រាន់តែមិនតន់ចាប់ប្រយោគផងក៏ត្រូវថេយមកាត់ប្រយោគបាត់គេក៏និយាយថាមួយខែខ្ញុំនឹងសម្អាតអារម្មណ៍របស់ខ្ញុំក្នុងពេលនោះឲ្យអស់ហើយខ្ញុំនឹងកាត់ផ្ដាច់ចិត្តពីឯងអូយឡើងចិត្តដាច់មែនតើហ្មងនេះមានន័យថាបានខ្លួនបានប្រាំងគេហើយក៏ចង់ដោះដៃមែនថេយមគេចង់ចំណាយពេលរយៈពេលមួយខែហ្នឹងដើម្បីលុបបំបាត់ចិត្តស្រឡាញ់របស់គេទៅលើយន្តវូចោលវូគ្រាន់តែលឺហើយឡងភ្ញាក់ព្រឺតរួចក៏និយាយថាកាត់ចិត្តថេយមក៏ងាកមកនិយាយទាំងមុខស្មើជាបញ្ជាក់ថាមែនហើយខ្ញុំមិនចង់ធ្វើបែបនោះទៀតទេខ្ញុំមិនចង់ឲ្យផេរ៉ូម៉ូនរបស់ខ្ញុំទៅគ្រប់គ្រងលើឯងទេខ្ញុំក៏មិនធានាថាអ្វីដែលកើតឡើងនៅពេលម្សិលមិញហ្នឹងមិនអាចកើតឡើងម្ដងទៀតឡើយខ្ញុំទៅហើយរួចថេយមក៏បានដើរចេញទៅបាត់ទុកឲ្យយុនវូនៅគិតតែម្នាក់ឯងថាអោបគាត់ហើយប្រាប់គាត់ថាចូលចិត្តគាត់ហើយវាក៏ត្រឹមតែជាអារម្មណ៍នៃការគិតរបស់យុនវូតែប៉ុណ្ណោះចង់ខាត់គេក៏ហ៊ានទៅខាត់ដែរបានត្រឹមតែឃើញថេយមដើរចេញទៅវូក៏ឈរគិតតែម្នាក់ឯងថាតើខ្ញុំគួរធ្វើអ្វីបន្ទាប់ទៀតទៅតែសាច់រឿងក៏បានកាត់មកថ្ងៃថ្មីមួយទៀតក៏ឃើញថាយុនវូកំពុងតែឈរនៅខាងមុខផ្ទះព្រមទាំងនិយាយថាអើយគ្មានអ្នកណានៅផ្ទះទៀតហើយមែនទេហ្នឹងគឺជាផ្ទះរបស់គាត់នឹងឯងហើយគាត់ក៏ឈរគិតទាំងមួម៉ៅថាបើពួកគាត់ដូរលេខកូដយ៉ាងហោចហ្នឹងក៏គួរតែប្រាប់ខ្ញុំដែលជាកូនប្រុសរបស់គាត់ដែរទ
ទូរស័ព្ទក៏តែអត់លើកទៀតនោះយន់វូក៏បានគិតស្មានទៅកាលពីមុនក៏បានគិតថាពេលនោះមានអ្នកនិយាយប្រាប់គេថាប៉ាម៉ាក់របស់ឯងបដូរលេខកូដធ្វើទៀតហើយមែនទេគាត់ឃើញថាពេលនោះក៏ឃើញថាយកមកដឹកដៃរបស់គេទៅព្រមទាំងនិយាយថាមកនេះមកលីយន់វូពួកយើងអាចនៅចាំគាត់នៅក្នុងបន្ទប់របស់ខ្ញុំបានកាលនោះពេលយន់វូនៅពេលបច្ចុប្បន្នវិញគាត់ក៏បានគិតក្នុងចិត្តថាកាលនោះយ៉ាងហោចណាស់ក៏ខ្ញុំមានឆយថាយំដែរហើយខ្ញុំនោះក៏មានស្ត្រីម្នាក់បាននិយាយថាលីយន់វូខ្ញុំនឹងដើរមកហើយមើលទៅរូបរាងរបស់គាត់គឺស្រស់ស្អាតខ្លាំងមែនតើក៏មកនិយាយជាមួយយន់វូទាំងសប្បាយរីករាយថាព្រះអើយហេតុអីឯងឈរនៅខាងក្រៅផ្ទះបែបនេះយន់វូក៏ងាកទៅនិយាយជាមួយគាត់ថាអ្នកមីងសួស្ដីក៏បានយកដៃរបស់គាត់ទៅឯថ្ពាល់របស់យន់វូព្រមទាំងនិយាយថាកុំប្រាប់មីងថាប៉ាម៉ាក់របស់ឯងបដូរលេខកូដម្ដងទៀតឲ្យសោះណាឯងញ៉ាំអាហារបានទៀងពេលទេហ្នឹងក៏បានឆ្លើយទាំងញញឹមថាបាទខ្ញុំញ៉ាំវាទៀងពេលណាក៏បន្តសួរយន់វូទៀតថាពួកគេកំពុងគិតអីទៅនេះពួកគេគិតថាកូនប្រុសរបស់ពួកគេនឹងមិនមកផ្ទះវិញរហូតឬយ៉ាងម៉េចណាគាត់ថាប៉ាម៉ាក់យន់វូគាត់ដូរលេខកូដផ្ទះក៏គាត់ប្រាប់កូនគាត់ដែរព្រោះតែយន់វូបានចេញពីផ្ទះទៅនៅតែម្នាក់ឯងរយៈពេល5ឆ្នាំហើយចឹងទៅគាត់សើត្រឡប់មកផ្ទះហើយគាត់ដូរលេខកូដផ្ទះអត់ប្រាប់កូនទេគាត់ក៏បានចាប់ដឹកដៃយន់វូព្រមទាំងនិយាយថាតោះទៅចាំនៅផ្ទះមីងទៅបើកទ្វាររបងចូលព្រមទាំងនិយាយថាប៉ាម៉ាក់របស់ឯងនិយាយថាថ្ងៃនេះគាត់មកផ្ទះយឺតបន្តិចហើយគឺផ្ទះរបស់គាត់ហើយនឹងផ្ទះយន់វូគឺនៅជាប់គ្នាទេពេលនោះយន់វូក៏បាននិយាយថាជប់សិនអ្នកមីងខ្ញុំចាំលក់គាត់នៅខាងក្រៅសិនក៏បានដែរយន់វូក៏បានគិតក្នុងចិត្តថាខ្ញុំមិនទាន់មានភាពជឿជាក់នឹងជួបមុខឆយថៃយំទេពេលនោះគាត់ក៏បានងាកមកនិយាយជាមួយយន់វូថានេះមិនដូចជាឯងទេពួកឯងទាំងពីរនាក់ឆ្លោះគ្នាមែនទេមានប្រាប់ហ្មងទៅគាត់គឺជាម៉ាក់របស់ឆយថៃយំនឹងឯងមកពីមុខម៉ាក់គេខ្ជូតចឹងបានកូនគេឡើងសឹកហាពួកយន់វូក៏បាននិយាយទៅកាន់គាត់ថាហេតុអីពួកយើងត្រូវឆ្លោះគ្នានោះមិនមែនបែបហ្នឹងទេអ្នកមីងគាត់ក៏ដកដង្ហើមធំថាហើយថៃយំមិនសូវសប្បាយចិត្តទេមួយរយៈនេះដូច្នោះទើបមីងគិតថាពួកឯងឆ្លោះប្រកែកគ្នាវូក៏បានគិតថាគាត់មិនសូវសប្បាយចិត្តហ៎ទាំងដែលគាត់ជាអ្នកប្រាប់ខ្ញុំថាគាត់នឹងកាត់ចិត្តពីខ្ញុំមើលទៅគាត់ក៏មិនសូវសប្បាយចិត្តដែរពេលដែលនិយាយអញ្ចឹងនោះគាត់និយាយទាំងសើចជាមួយយន់វូថាទោះបីជាអញ្ចឹងគ្មានផ្លូវអីដែលគេទៅឆ្លោះគ្នាជាមួយឯងទេត្រូវទេយន់វូក៏ចេះតែសើចជាមួយគាត់ទៅគាត់បាននាំយន់វូចូលទៅក្នុងផ្ទះរួចគាត់ក៏ត្រឡប់ចេញទៅខាងក្រៅវិញព្រមទាំងនិយាយជាមួយយន់វូថាមីងត្រូវប្រញាប់ទៅយកអីមិនដូច្នោះឥឡូវមីងត្រូវចេញទៅវិញហើយក៏ងាកមកនិយាយជាមួយយន់វូទៀតថាឯងអាចយកអីញ៉ាំនៅក្នុងទូទឹកកកបានហើយបើឯងងងុយគេងទៅគេងក្នុងបន្ទប់ថៃយំទៅវូក៏ឆ្លើយបាទរឿងក៏បានកាត់មកដល់យន់វូកំពុងតែបើកទ្វារដើរចូលទៅខាងក្នុងបន្ទប់របស់ថៃយំឬក៏ឃើញរូបថៃយំកាប់ពីក្មេងហើយមុខគេគួរស្លាញ់យន់វូក៏បានដើរមើលទីនោះព្រមទាំងនិយាយកាត់ក្នុងចិត្តថាពេលណាទៅថៃយំមកវិញខ្ញុំគួរតែទៅវិញល្អដែរទេឬក៏ខ្ញុំគួរតែរងចាំគាត់នៅក្នុងបន្ទប់របស់គាត់ចាប់តាំងពីថ្ងៃដែលគេនិយាយថាគេនឹងកាត់ចិត្តពីខ្ញុំមកខ្ញុំមិនដែលបានជួបគេទៀតទេដូច្នោះវានឹងពិបាកប្រឈមមុខនឹងគេណាបើសិនជាពួកយើងបានជួបមុខគ្នានោះពេលមិញគេដើរមកក្នុងផ្ទះតែមិនតាន់ចូលបន្ទប់តែនេះគេមកដល់មុខបន្ទប់របស់ថៃយំវូក៏ដកដង្ហើមធំចេញមួយក៏បើកទ្វាររបស់ថៃយំដើរចូលមកនិយាយថាគ្មានអ្វីផ្លាស់ប្ដូរទេចំណែកនៅក្នុងបន្ទប់គឺពោពេញទៅដោយក្លិនភេរមូនរបស់ថៃយំតែម្ដងវូក៏បានដាក់ខ្លួនអង្គុយចុះព្រមទាំងគិតក្នុងចិត្តថាបន្ទប់នេះគឺពោពេញទៅដោយក្លិនភេរមូនរបស់គេក៏បានបដិខ្លួនទៅលើគ្រែព្រមទាំងទិញភួយមកហិតមុខចេញឡើងក្រហមហើយហើយមានអីទៀតមើលទៅយន់វូដូចជាកំពុងតែដូចចង់ឡើងកម្ដៅអញ្ចឹងតែអត់ទេណាយន់វូពេលហ្នឹងក៏ទាញភួយយកមកកសោបអោបនៅជាប់ខ្លួនព្រមទាំងហិតក្លិនហ្នឹងព្រមទាំងគិតថាក្លិនរបស់ឆយថៃយំតែរឿងភាគទី23របស់យើងក៏បានបញ្ចប់ត្រឹមហ្នឹងហើយ admin សូមអធិស្ឋានពីអ្នកទាំងអស់គ្នានៅក្នុងក្រុម VIP មែនតើគឺរសារតែនៅកន្លែងការ admin មានការរវល់ខ្លាំងមែនតើ admin ដកដៃអត់រួចទេទើប admin បានធ្វើវីដេអូដល់អ្នកទាំងអស់គ្នាហើយក៏អរគុណដល់អ្នកទាំងអស់គ្នាដែលយកដល់ admin ផងដែរហើយពេល admin ក៏សូមបាយបាយអញ្ចឹងសម្រាប់អ្នកដែលចង់ចូលក្រុម VIP អីអាចឆាតមកadmin ផ្ទាល់ដែល admin បាន pin account របស់ admin នៅក្នុងក្រុមហ្នឹងអ្នកទាំងអស់គ្នាអាចចូលមើលក្នុងក្រុមបានអាចសួរព័ត៌មានបន្ថែមអីទៀតក៏បានដែរសម្រាប់អ្នកដែលបាត់ភាគឬក៏រក channel អត់ឃើញអីព្រោះ admin ផុសរឿងយ៉ាងច្រើន channel ដែរអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចូលក្នុងក្រុម Telegram ដែល admin បានដាក់ហ្នឹងទៅហើយបើសិនជាចូលក្នុងក្រុមនៅអត់កើតអាចឆាតមក admin ផ្ទាល់បានចាំ admin add អ្នកទាំងអស់គ្នាចូលព្រោះមានបញ្ហាមានគ្នាយើងខ្លះគាត់ចូលអត់កើតព្រោះឯក្រុម Telegram ហ្នឹង admin គឺជាកន្លែងទុកព័ត៌មានរបស់ admin ទាំងអស់ហ្មងណា admin មានបញ្ហាអីពី channel មួយណាអី admin អត់បានផុសរឿងឬក៏បញ្ហាអីណាមួយ admin នឹងផុសចូលទៅក្នុងហ្នឹងឲ្យអ្នកទាំងអស់គ្នាដឹងហើយអ្នកដែលចង់ឆាតមក admin ផ្ទាល់អី admin នឹង pin account admin នៅក្នុង comment អរគុណអ្នកទាំងអស់គ្នា